ប្លង់នេះគឺជាប្លង់ដែលគេទម្លាក់អីវ៉ាន់បាទចេញពីយន្តហោះបងប្អូនបាទប្លង់មុនយើងមើលពីបាទគេលើកអីវ៉ាន់ចូលយន្តហោះបាទហើយសម្រាប់ប្លង់នេះទៅយន្តហោះទៅមកដល់ហើយបងប្អូនណាបាទអញ្ចឹងគេទម្លាក់អីវ៉ាន់គឺគេប្រើជាមួយនឹងប្រភេទចិន្តាបែបនេះដូចជាកាបូបអីចឹងទៅបងប្អូនឃើញហើយបាទអញ្ចឹងគឺមកមួយបាទចេញពីយន្តហោះបាទចូលតាមចិន្តារបស់គេនឹងមកបាទជាចិន្តាដែលយកអីវ៉ាន់ហ្នឹងហើយក៏ចូលមកក្នុងឡានទុយបន្តទៀតដើម្បីដឹកជាប្រភេទកាបូបឬក៏អីវ៉ាន់ហ្នឹងទៅដើម្បីទៅដាក់បាទកន្លែងកេតអីវ៉ាន់ចេញសម្រាប់បងដែលមកចុះពីលើយន្តហ្នឹងហើយគេទៅមានកន្លែងអង្គុយចាំយកកាបូបទៀតអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនមើលទៅហើយខ្ញុំអត់បានសម្រាយទេសំទោសណាអត់បានសម្រាយតែយន្តហោះហ្នឹងមកពីណាទៅណាទេអញ្ចឹងគាត់ទៅថតឲ្យបងប្អូនលេងទៅនោះចេញផ្លុតមកហើយបាទហើយបងប្អូនបានលេងទស្សនាប្លែកភ្នែកអញ្ចឹងទៅអញ្ចឹងកុំភ្លេច like បាទ follow page ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីទៀតបងប្អូនណាមានវីដេអូជាច្រើនហ្នឹងហើយអញ្ចឹងវីដេអូខ្លះក៏អាចមានជាផលប្រយោជន៍ដែលខ្ញុំបានជម្រាបទៅដល់បងទាក់ទងជាមួយនឹងការជិះយន្តហោះបាទឬក៏នៅក្នុងបាទយន្តហោះបាទនៅក្នុងអឺស្ថានីយន្តហោះបាទសំទោសបាទនៅក្នុងពលានយន្តហោះសម្ដេចតេជោឬក៏ហៅកាត់ថា KTI ហ្នឹងវាមានកន្លែងផឹកទឹកព្រីវាមានកន្លែងអាចជក់បរិយបានអញ្ចឹងទៅបងប្អូនមើលអាចដឹងជាមុន